សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន3ក្នុងខេត្តកំពង់ធំលែងបារម្ភពីបញ្ហាទីផ្សារសម្រាប់ទិន្នផលស្វាយចន្ទីឆ្នាំ2025កិច្ចសន្យាលើការផលិតនិងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី400តោនដែលមានតម្លៃប្រហែល$65,000បានធ្វើឡើងរវាងសហគមន៍ប្រាសាទសម្បូររុងរឿងសាលាវិស័យកំពង់ធំនិងសហគមន៍ទំរីងជាមួយក្រុមហ៊ុនជប៉ុន Mirat Agritech នៅខេត្តកំពង់ធំនិងកិច្ចសន្យាទំហំ$40,000មួយទៀតសម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន300តោនត្រូវបានចុះហត្ថលេខាជាផ្លូវការបន្ទាប់គ្នារវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង3នៅខេត្តកំពង់ធំនិងក្រុមហ៊ុនជប៉ុន Santana Agro Products ពីទីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមខឹមហ្វីណង់អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមជាមួយនាយកដ្ឋានកសិឧស្សាហកម្មមន្ទីរអភិវឌ្ឍសហគមន៍កសិកម្មនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំឯកឧត្តមខឹមហ្វីណង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្យាកសិកម្មសម្រាប់សហគមន៍ដើម្បីការពារសមាជិកទាំងអស់ពីហានិភ័យទីផ្សារនៃការប្រែប្រួលតម្លៃលើសពីការរំពឹងទុកកិច្ចសន្យានេះមានតម្លៃប្រមាណ$65,000សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីចំនួន400តោនដោយសហគមន៍ទទួលបានប្រាក់កក់30%សម្រាប់កិច្ចសន្យាទាំងមូលលោក Nayas Kaneko អ្នកគ្រប់គ្រងក្រុមហ៊ុនជប៉ុន Mirat Agritech នៅក្នុងខេត្តកំពង់ធំបានមានប្រសាសន៍ថាកិច្ចសន្យានេះអាចជាការសាកល្បងលើកទី1សម្រាប់ក្រុមហ៊ុនក្នុងការសហការជាមួយសហគមន៍កសិកម្មទំនើបប៉ុន្តែគោលបំណងសំខាន់ក្នុងកិច្ចសហការនេះគឺដើម្បីលើកកម្ពស់ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជាហើយនេះអាចជាគំរូនៃអ្នកផលិតនិងកិច្ចសហការផលិតគ្រាប់ស្វាយចន្ទីលោកយ៉ុងធីមប្រធានសហគមន៍ចំការស្វាយចន្ទីទំនើបប្រាសាទសម្បូររុងរឿងបានសម្ដែងការសប្បាយរីករាយចំពោះការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនកិច្ចសន្យានេះធ្វើឲ្យកសិករមានអារម្មណ៍ពិសេសពីព្រោះកន្លងមកមិនដែលបានចុះហត្ថលេខាអ្វីដូចនេះពីមុនមកនោះទេតាមរយៈការចុះហត្ថលេខានេះសង្ឃឹមថានឹងទាក់ទាញដៃគូបន្ថែមទៀតនាពេលអនាគតនិងធានាបាននៅតម្លៃកាន់តែប្រសើរនៅលើទីផ្សារសូមរំលឹកថាសហគមន៍កសិកម្មទំនើបចំនួន3សម្រាប់ដំណាំស្វាយចន្ទីត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងខេត្តកំពង់ធំកាលពីអំឡុងខែតុលាឆ្នាំ2024សហគមន៍ទាំងនេះរួមមានសហគមន៍សាលាវិស័យកំពង់ធំដែលមានសមាជិកចំនួន88នាក់និងផ្ទៃដីដាំស្វាយចន្ទីចំនួន255ហិកតាសហគមន៍ប្រាសាទសម្បូររុងរឿងមានសមាជិក136នាក់និងផ្ទៃដីដាំស្វាយចន្ទីចំនួន586ហិកតានិងសហគមន៍ទំរីងកំពង់ធំមានសមាជិក76នាក់និងផ្ទៃដីផលិតចំនួន460ហិកតា